សួស្តីអ្នកនរគ្នាខ្ញុំប្រាប់ពីវិធីនេះដល់ iCloud របស់យើងចុះបែបនេះពេលខ្លះអ្នកគ្នាចុចសុកឬក៏ឲ្យអ្នកណាគេប្រើឬក៏ឲ្យបងប្អូនមើលឬក៏ឲ្យសុកគឺវាជាប់លោបែបហ្នឹងអ្នកគ្នាដឹងដោះដល់ណាអ្នកគ្នាអុំមកក្រោមមកនេះអ្នកគ្នាចូលឲ្យ skin tone ហ្នឹងមកចុចទៅនឹងមកគេអុំមកក្រោមមកនេះចូលឲ្យ content privacy ហ្នឹងមកចុចទៅនឹងមកនេះអុំមកក្រោមមកនេះឃើញពី account chat ហ្នឹងបាទនេះចុចទៅនឹងមកបាទសារកន្លែងនេះគេដាក់ដល់ឡូបាទអញ្ចឹងយើងចូលទៅនឹងមកហើយដាក់ឡូមកបាទវាគ្រីលើណាឡូហ្នឹងបាទគ្រីលើមកតោះមកចេញមកវិញមកតែវាបាត់ហើយនៅអូខេអញ្ចឹងគឺនៅទេអ្នកគ្នាបាទអញ្ចឹងចូលនៅកន្លែងនេះវិញយ៉ាងគ្នាបាទគេឃើញអត់នៅទេអ្នកនេះចូលកន្លែងយ៉ាងដែរមកតោះមកនេះបាទកន្លែងមួយខាងក្រោមវាអស់នេះវាកន្លែងជាអង់គ្លេសដែរអ្នកនេះបាទកន្លែងសពក្រហមមកចុចទៅនឹងមកហើយនេះជាសពក្រហមខាងលើទៅមកអូខេពេលលោតបែបនេះហើយអ្នកនេះចេញមកក្រៅវិញមកតើមើល Apple ID របស់យើងតើវាអត់អូខេអញ្ចឹងគឺវាឃើញវិញហើយអ្នកនេះនេះចុចចូលមកបាទនេះអាចចុចចេញបានហើយបាទសាច់អស់ក៏បានបាទហើយក៏បានដែរហើយសម្រាប់បងប្អូនដែលគាត់ធ្វើតាមខ្ញុំហើយគឺវាបានផលបែបហ្នឹងគឺខ្ញុំមានវិធីមួយទៀតអ្នកនេះចូលមកកន្លែងចលរបាទឬគឺទីក្នុងចានេះអ្នកឃើញហ្នឹងបាទចុចតាមហ្នឹងមកតោះមកនេះអុំមកក្រោមអ្នកនេះយកខាងលើនេះកន្លែង research iPhone ហ្នឹងបាទនេះកន្លែងនេះអ្នកនេះចុចតាមហ្នឹងមកតោះមកបងប្អូនយក research ខ្ញុំមកនេះខាងលើនេះបាទហាមយកក្រោមណាអ្នកគ្នាយកខាងលើមកតោះមកអ្នកគ្នាយកបាទ research all setting ហ្នឹងបាទដើម្បី research ទៅ setting របស់យើងគឺវាដំណើរការសាថ្មីវិញតែវាអត់ពាក់ព័ន្ធជាមួយនឹងកម្មវិធីឯកសារឬថតវីដេអូយើងផ្សេងទេអញ្ចឹងអ្នកគ្នាអាចធ្វើតាមនឹងបានខ្ញុំអត់ research ទេតែដោះបាន